ជំរាបសួរលោកគ្រូសិស្សទាំងអស់ផងដែរបាទថ្ងៃនេះគឺលោកគ្រូមានលំហាត់មួយទៀតហើយតកតងទៅនឹងប្រមាណវិធីចែកបាទគ្រូលើកយកវិធីចែកដែលមានតំណាងចែក3ខ្ទង់ជាមួយនឹងទូចែក1ខ្ទង់តោះឥឡូវដូចមានក្នុងតារាងលើលោកគ្រូស្រាប់ហើយបាទតើលោកគ្រូចែកបែបណាដើម្បីបានចម្លើយតោះមកខាត់ពេលតើតាមដានវីដេអូលោកគ្រូទាំងអស់គ្នាបាទមកបាទគ្រូបានចម្លើយ2បាទគ្រូសល់តំណ1បាទគ្រូគាត់បន្តទៅទៀតបាទ1 2 3 4បាទគ្រូបានចម្លើយ4បាទសំណល់សល់2បាទសំណល់បាទសំណល់2បាទអូខេដូច្នេះគឺប្រមាណវិធីចែកងាយៗបែបនេះបាទតើតើលោកគ្រូតាមដានមើលហើយបាទការចែកនេះគឺលោកគ្រូចែកដើម្បីកំសាន្តអារម្មណ៍ផងដើម្បីបំបែកអារម្មណ៍យើងឲ្យបានសប្បាយជាមួយនឹងលេងគណិតវិទ្យាទេបាទការចែកលេខធម្មតាគឺយើងមានលក្ខណៈដែរតាមមេរៀនក្រោយលោកគ្រូនឹងរៀនបាទការចែកលេខលក្ខណៈពិសេសធម្មតាបាទអរគុណច្រើនសម្រាប់លោកគ្រូពុកម៉ែបងប្អូនទាំងអស់គ្នាតែតាមដាន page របស់ខ្ញុំបាទរៀបរាប់ teacher ជារៀងរាល់ថ្ងៃជួយចែកម្លែកបាទវីដេអូខ្ញុំរាល់ថ្ងៃបាទខ្ញុំសូមអរគុណច្រើនបាទជាចុងក្រោយបាទសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចែករំលែកវីដេអូរបស់លោកគ្រូនឹងមួយផងដើម្បីឲ្យបានមើលទាំងអស់គ្នាអូខេបាយបាយ